ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នាចាំមកអាប់ដេតហើយខ្សឹបរឿងប្រហែលជាបាំងកអាចអាលុំមែនដែរបងប្អូនព្រោះឥឡូវហ្នឹងខាងហ្នឹងកំពុងតែភ័យហើយអាកន្លែងបាក់ដីហ្នឹងថ្ងៃដំបូងបាក់ត្រឹមតែ30ម៉ែត្រ4ជ្រុងហើយនឹងជម្រៅចុះក្រោម50ម៉ែត្រទេឥឡូវហ្នឹងគឺវាចុះកាន់តែជ្រៅទៅជាង50ម៉ែត្រហើយវាអាចឡើងដល់53 54អីហើយចំណាយអបរិវេណជុំវិញក៏វារីកធំកាន់តែធំមកទៀតហើយតសនៅអាគារការិយាល័យរបស់ប៉ូលីសហ្នឹងក៏វាចង់លលេះជើងតសមកដែរគេថាអាគារហ្នឹងអាចហានិភ័យនឹងបាក់ឆាប់ហ្នឹងហើយចំណែកអាគារផ្សេងទៀតវាមានគ្រឹះខាងក្រោមហ្នឹងមាំជាងអាគារហ្នឹងគ្រាន់ដាំបកគោលសចុះទៅហើយបកគោលសហ្នឹងបាក់ទាញមកបដាហើយអញ្ចឹងទៅឥឡូវហ្នឹងគេកំពុងតែតល់តម្រេះហើយខាងអ្នកជំនាញហ្នឹងគេថាมันអាចថតយកកាមេរ៉ាមកថតមើលនឹងភ្នែកបានទេគឺវានៅខាងក្នុងដីដែលมันអាចចុះទៅមើលនៅខាងក្នុងនឹងខាងក្រោមនឹងបានហើយការវិភាគរបស់គេហ្នឹងអាចមកពីការខួងធ្វើផ្លូវក្រោមដីចាការខួងហ្នឹងហើយវាបែកអាបំណែកហ្នឹងវាមានទឹកនៅក្នុងហ្នឹងវាហូរច្រោះដែលធ្វើឲ្យដីហ្នឹងហូរទៅលឿនខ្លាំងហើយគេថាបើមិនបិទប្រព័ន្ធផ្លូវរូងក្រោមដីហ្នឹងទេវាអាចនៅតែបឺតដីថែមបាក់កាន់តែខ្លាំងហើយចំណែកនៅកន្លែងផ្សេងទៀតសារព័ត៌មានក៏កំពុងតែចុះផ្សាយដែរគឺនៅតាមផ្លូវធម្មតាផ្លូវនៅតំបន់ផ្សេងទៀតនោះវាមានពុះទឹកហើយស្ទាបទឹកហ្នឹងទៅទឹកហ្នឹងក្តៅហើយគេថាវាអាចនឹងមានករណីអញ្ចឹងនៅតំបន់ណាផ្សេងទៀតកំពុងតែចោះហើយនឹងវិភាគស្វែងតាមផ្លូវតាមអី